តម្រង់គុណនាមនិងកិរិយាសព្ទបូកកហេសរគឺជាតម្រង់មួយដែលអ្នកនិយាយចង់បញ្ជាក់ថាប្រយោគខាងមុខគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលបណ្ដាលឲ្យគេធ្វើសកម្មភាពនៅប្រយោគខាងក្រោយមានន័យថាដោយសារតែចាបងប្អូនទាំងគ្នានៅក្នុងភាសាកូរ៉េគឺមានទម្រង់វេយ្យាករណ៍ច្រើនមែនទែនហើយក៏មានទម្រង់វេយ្យាករណ៍ច្រើនប្រភេទដែរដែលបកប្រែជាភាសាខ្មែររបស់យើងគឺយើងបកប្រែថាដោយសារតែដោយសារឬក៏ពីព្រោះតែក៏ប៉ុន្តែនៅក្នុងភាសាកូរ៉េវេយ្យាករណ៍វាមួយការប្រើប្រាស់វាមានបែបបទផ្សេងគ្នាដែលឡែកទម្រង់វេយ្យាករណ៍កិរិយាសព្ទនិងគុណនាមបូកហេសរនេះគឺយើងបកប្រែថាដោយសារតែឬក៏ដោយសារពីព្រោះតែដូចគ្នាក៏ប៉ុន្តែទម្រង់វេយ្យាករណ៍មួយនេះគឺគេប្រើប្រាស់វានៅពេលដែលអ្នកនិយាយហ្នឹងណាគឺគាត់មានមូលហេតុច្រើនប៉ុន្តែគាត់លើកយកមួយតែមកនិយាយទេហើយអាមូលហេតុហ្នឹងដែលបណ្ដាលឲ្យគាត់ហ្នឹងមានសកម្មភាពអ្វីមួយទៀតឧទាហរណ៍ថាឥឡូវនេះបងប្អូនទាំងអស់គ្នានៅសាលារៀនហើយបងប្អូនទាំងអស់គ្នាថ្ងៃស្អែកបងប្អូនទាំងអស់គ្នានឹងអត់មកសាលាទេដោយសារតែបងប្អូនទាំងអស់គ្នាមានបញ្ហាច្រើនប៉ុន្តែបងប្អូនទាំងអស់គ្នាលើកតែមួយទេមកនិយាយប្រាប់អ្នកគ្រូថាថ្ងៃស្អែកខ្ញុំអត់បានមកសាលាទេដោយសារតែមួយបែបនេះទៅអញ្ចឹងបងប្អូនទាំងអស់គ្នាតោះឥឡូវដើម្បីកុំឲ្យវែងឆ្ងាយយើងទៅមើលឧទាហរណ៍ជាមួយនឹងគ្នាសិនជាមួយឧទាហរណ៍នេះគឺជាការសន្ទនារវាងខាហើយនឹងណាខាគាត់បាននិយាយថាវេមីណាស៊ីហាកូខៀរនឺហេស្តយូដែលមានន័យថាហេតុអ្វីបានជាអ្នករៀបការជាមួយនឹងមីណាចាបងប្អូនតាគ្នាតោះឥឡូវយើងមើលថាណាគាត់ឆ្លើយបែបណាគាត់ឆ្លើយថាមីណាស៊ីកាយេពូកូហេសខៀរុនហេស្តយូឬក៏ខៀរុនឺហេស្តយូដែលមានន័យថាដោយសារតែនាងស្អាតឬក៏ដោយសារនាងស្អាតទៅខ្ញុំរៀបការជាមួយនឹងគ្នាចាបងប្អូនទាំងគ្នានេះគឺជាមូលហេតុដែលណាគាត់យកមកនិយាយជាមួយនឹងខាចឹងមូលហេតុរបស់គាត់មានច្រើនបងប្អូនទាំងគ្នាមានច្រើនដែលបណ្ដាលឲ្យគាត់នឹងរៀបការជាមួយនឹងមីណាប៉ុន្តែគាត់លើកយកតែមួយតែមកនិយាយប្រាប់ទៅដល់ខាបងប្អូនទាំងគ្នាយល់អត់មានន័យថាមិនប្រកាសថាស្អាតគាត់រៀបការជាមួយឯងអាចជានាងជាមនុស្សដែលចេះស្រឡាញ់ឪពុកម្ដាយរបស់ណាឬក៏នាងចេះជួយទុក្ខធុរៈក្រុមគ្រួសាររបស់ណាអញ្ចឹងទៅអញ្ចឹងមូលហេតុមានពីរឡើងទៅប៉ុន្តែគាត់លើកតែមួយទេមកនិយាយហើយមូលហេតុនោះហើយដែលបណ្ដាលឲ្យគាត់ធ្វើសកម្មភាពនៅខាងក្រោយសកម្មភាពនោះគឺគាត់រៀបការជាមួយនឹងមីណាចាឥឡូវសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់តិចហើយតោះឥឡូវយើងទៅមើលចំណុចបន្ទាប់ជាមួយនឹងគ្នាទៀតរបៀបប្រើយើងមើលជាមួយនឹងគ្នាកិរិយាសព្ទនិងគុណនាមដែលបញ្ចប់ដោយព្យញ្ជនៈឬក៏ស្រៈយើងប្រើជាមួយនឹងកូហេសរទាំងអស់បញ្ជាក់ម្ដងទៀតទម្រង់វេយ្យាករណ៍នេះមិនថាគុណនាមឬក៏កិរិយាសព្ទដែលវាបញ្ចប់ដោយព្យញ្ជនៈឬក៏ស្រៈក៏ដោយអត់សំខាន់ទេយើងលុបដាចោលហើយយើងប្រើជាមួយនឹងកូហេសរជាការស្រេចតោះឥឡូវយើងមកឧទាហរណ៍ដូចជាពាក្យថាមុកតាយើងលុបដាចោលវាមានផាត់ឈីមហើយនៅសល់ថាមុកហើយបូកជាមួយនឹងកូហេសរទៅជាមកកូហេសរយើងមកបន្តទៀតយេពឺដាយើងលុបដាចោលទៅជាយេពឺហើយវាអត់មានផាត់ឈីមឬក៏វាបញ្ចប់ដោយស្រៈយើងប្រើវាជាមួយនឹងកូហេសរទៅជាយេពឺកូហេសរយើងមើលពាក្យបន្តទៀតអូដាយើងលុបដាចោលនៅសល់ពាក្យអូយើងបូកជាមួយនឹងកូហេសរទៅជាអូកូហេសរតោះឥឡូវយើងទៅមើលឧទាហរណ៍ជាមួយនឹងគ្នាបន្តទៀតឧទាហរណ៍នេះគឺជាការសន្ទនារវាងខាហើយនឹងណាខាគាត់បាននិយាយថាអ៊ីតាកាខាឈីផាពើលមកគឺរខាឡេអូដែលមានន័យថាបន្តិចទៀតទៅញ៉ាំបាយជាមួយនឹងគ្នាទេណាគាត់បានឆ្លើយថាមីយ៉ាណេអូផាំងគឹមប៉ាំងើមកកូហេសខៀវស៊ីរ៉េអ៊ីស៊ឺរកូហេអូហើយមានន័យថាសុំទោសផងដោយសារតែអមាញ់មិញខ្ញុំញ៉ាំនំប៉័ងហើយដូចនេះហើយខ្ញុំមានបំណងនៅក្នុងថ្នាក់ចាបងប្អូនទាំងគ្នាអញ្ចឹងឧទាហរណ៍នេះគឺជាការសន្ទនារវាងខាហើយនឹងណានៅក្នុងថ្នាក់រៀនអញ្ចឹងអាចជាតិចទៀត
ជាដល់មកញ៉ាំបាយថ្ងៃត្រង់អីចឹងទៅហើយខាហ្នឹងណាគាត់បានបបួលណាហ្នឹងទៅញ៉ាំបាយថ្ងៃត្រង់ជាមួយនឹងគ្នាក៏ប៉ុន្តែចៃដន្យអីណាហ្នឹងណាគាត់អាចជាគាត់ហ្នឹងញ៉ាំនំប៉័ងឬក៏គាត់ខ្ជិលទៅឬក៏គាត់មានមូលហេតុលើសពីពីរទៅអញ្ចឹងគាត់ក៏អត់និយាយច្រើនទេគាត់លើកតែមូលហេតុហ្នឹងយកតែមួយទេមកនិយាយទៅកាន់ខាគាត់ក៏បាននិយាយថាអូយសុំទោសផងខ្ញុំអត់បានទៅទេដោយសារតែបាញ់មិញហ្នឹងខ្ញុំញ៉ាំនំប៉័ងហើយហើយដូច្នេះគឺខ្ញុំមានបំណងនៅក្នុងថ្នាក់រៀនខ្ញុំអត់ចង់ចេញទៅខាងក្រៅទេអញ្ចឹងអាសកម្មភាពខាងមុខរបស់គាត់អាសកម្មភាពដែលគាត់ញ៉ាំនំប៉័ងហ្នឹងឯងដែលធ្វើឲ្យគាត់ឆ្អែតហើយគាត់ខ្ជិលចេញទៅក្រៅហើយបណ្ដាលឲ្យគាត់ធ្វើសកម្មភាពនៅខាងក្រោយចឹងសកម្មភាពហ្នឹងគឺអីគេគឺគាត់ហ្នឹងមានបំណងនៅក្នុងថ្នាក់រៀនគាត់អត់ចង់ចេញទៅខាងក្រៅទេចាឥឡូវសង្ឃឹមថាបងប្អូនទាំងគ្នាកាន់តែយល់បន្តិចទៀតហើយតោះឥឡូវយើងទៅមកឧទាហរណ៍បន្តទៀតយើងមើល내일 부모님이 한국에 오고 해서 학교에 못 갈 거예요. ចាបងប្អូនទាំងគ្នាប្រយោគនេះមានន័យថាថ្ងៃស្អែកដោយសារតែម៉ាក់ប៉ាខ្ញុំគាត់មកកូរ៉េដូច្នេះហើយខ្ញុំមិនអាចមករៀនទេនៅថ្ងៃស្អែកចាបងប្អូនទាំងគ្នានេះគឺជាការនិយាយប្រយោគមួយប្រយោគនេះអាចជាបុគ្គលនឹងគាត់នៅក្នុងថ្នាក់រៀនឬក៏នៅសាលាហើយគាត់ក៏និយាយពីមូលហេតុរបស់គាត់ថាថ្ងៃស្អែកនឹងគាត់នឹងមិនបានមកសាលាទេគឺដោយសារតែឪពុកម្ដាយរបស់គាត់មកប្រទេសកូរ៉េនៅត្រង់ចំណុចនេះផងដែរគឺប្រយោគនេះគេមានមូលហេតុច្រើនប៉ុន្តែគេលើកយកតែមួយទេមកនិយាយបងប្អូនទាំងគ្នាអញ្ចឹងអាមូលហេតុនឹងហើយដែលបណ្ដាលឲ្យគាត់មិនបានមកសាលានៅថ្ងៃស្អែកតើឥឡូវយើងមើលប្រយោគទី2원피스가 다 너무 예쁘고 해서 5개를 샀어요. ដែលមានន័យថាដោយសារតែរូបទាំងអស់សុទ្ធតែស្អាតស្អាតដូច្នេះខ្ញុំទិញវា5ឈុតចាបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងប្រយោគនេះផងដែរមូលហេតុអីបានជាគេនឹងទិញរ៉ូបនឹង5អញ្ចឹងគេបានបញ្ជាក់ថាដោយសារតែវាស្អាតអញ្ចឹងមិនប្រកាសថាវាស្អាតតែមួយមុខទេវាអាចជាវាស្អាតហើយតម្លៃវាធូរថ្លៃហើយវាមានហេតុផលផ្សេងៗដែលធ្វើឲ្យគេទិញវា5ទិញរ៉ូបនឹង5ប៉ុន្តែគេលើកតែមូលហេតុតែមួយទេមកនិយាយចាតើឥឡូវយើងទៅមើលឧទាហរណ៍បន្តទៀតដើម្បីឲ្យបងប្អូនទាំងគ្នាកាន់តែយល់យើងមើលទី1이번 주에도 출근하고 해서 직화에 못 갈 것 같아요. ដែលមានន័យថាដោយសារតែចុងសប្តាហ៍នេះក៏ធ្វើការដែរដូចនេះប្រហែលជាមិនអាចទៅពេលថ្មីបានទេតើឥឡូវយើងមកឧទាហរណ៍បន្តទៀតលេខ2일이 너무 힘들고 해서 다른 회사로 옮기고 싶어요. ប្រយោគនេះមានន័យថាដោយសារតែការងារហត់ពេកដូច្នេះខ្ញុំចង់ទៅក្រុមហ៊ុនផ្សេងឬក៏ចង់បដូរទៅក្រុមហ៊ុនផ្សេងចាបងប្អូនទាំងគ្នាអញ្ចឹងมันប្រកាសថាមូលហេតុតែមួយនឹងទេដែលធ្វើឲ្យបងប្អូនទាំងគ្នានឹងចង់ដូរទៅក្រុមហ៊ុនផ្សេងវាអាចជាមានមូលហេតុច្រើនចាប់ពី2ឡើងទៅអាចជាតកែមិនសូវបើកប្រាក់ខែឲ្យប្រាក់ខែតិចឬក៏ថែមម៉ោងច្រើនមិនសូវបានឈប់សម្រាកអីចឹងទៅប៉ុន្តែបងប្អូនទាំងគ្នាលើកតែមូលហេតុតែមួយទេមកនិយាយហើយមូលហេតុនោះហើយដែលបណ្ដាលឲ្យយើងនឹងធ្វើសកម្មភាពនៅខាងក្រៅនៃប្រយោគនឹងអញ្ចឹងនៅក្នុងប្រយោគនេះសកម្មភាពដែលយើងធ្វើនោះគឺអីគេគឺយើងនឹងគឺចង់ដូរក្រុមហ៊ុនទៅក្រុមហ៊ុនផ្សេងចាបងប្អូនទាំងគ្នាចំពោះវេយ្យាករណ៍ខ្ញុំសូមបញ្ចប់នៅត្រឹមនេះ